ว้าวสุดท้ายบอมบอลต่อគ្នាថ្ងៃនេះកាន់តែប្លែកហើយថ្មីទៀតហើយបอมបอลต่อគ្នាខាងប្អូនមានជាប្រភេទធ្នើដាក់គ្រឿងទេសបอมបอลต่อគ្នាហើយប្រភេទនេះផងដែរគឺជាប្រភេទធ្នើដាក់គ្រឿងទេសដែលជាប្រភេទ inox លេខ1បอมបอลต่อគ្នាមាន3ថ្នាក់បอมបอลต่อគ្នាថ្នាក់ទី1ថ្នាក់ទី2និងថ្នាក់ទី3នៅខាងលើនេះបอมបอลต่อគ្នាហើយកាន់តែពិសេសនោះបอมបอลต่อគ្នាគឺមានកន្លែងដាក់ជ្រុញទៀតបอมបอលต่อគ្នាវ៉ាវពិសេសមែនទេបอมបอลต่อគ្នាហើយមិនត្រឹមតែប៉ុណ្ណោះកន្លែងដាក់ជ្រុញក៏មានជាជ័រតម្រត្រង់ទឹកដែលនៅពេលដែលទឹកហូរក៏ក្លេកក្លាក់ណាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាតែងតែសួរខ្ញុំថាតើមានប្រភេទធ្នើជាប្រភេទ inox ដាក់គ្រឿងទេសដែរឬទេឥឡូវនេះគឺចូលស្តុកហើយណាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាដែលតែងតែសាកសួរខ្ញុំឥឡូវនេះខ្ញុំនឹងមកបង្ហាញផ្ទាល់ឲ្យបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាត្រូវការអាចធ្វើការទិញលេខទូរស័ព្ទនិងទីតាំងដើម្បីធ្វើការកម្មបានបងប្អូនទាំងគ្នាហើយកាន់តែពិសេសនោះបងប្អូនទាំងគ្នាមានកន្លែងដាក់ស្លាបព្រាចង្កឹះទីបងប្អូនទាំងគ្នាវ៉ាវប្រភេទនេះផងដែរគឺពិសេសខ្លាំងមែនទេបងប្អូនទាំងគ្នាគឺមានកន្លែងហូរទឹកហើយមានជ័រសម្រាប់ត្រងទៀតបងប្អូនទាំងគ្នាហើយរបៀបប្រើបងប្អូនទាំងគ្នាគ្រាន់តែញាត់ចូលប្រឡោះនេះមកហើយដាក់នៅតម្រងត្រងទឹកមករួចរាល់បងប្អូនទាំងគ្នាវ៉ាវសេតនេះគឺពិតជាពិសេសខ្លាំងមែនទែនបងប្អូនទាំងគ្នាដូចខ្ញុំជម្រាបជូនបងប្អូនទាំងគ្នាអញ្ចឹងប៉ះសិនបើបងប្អូនទាំងគ្នាត្រូវការជាប្រភេទ inox ដែលដាក់នៅផ្ទះបាយដាក់គ្រឿងទេសនៅកន្លែងផ្ទះបាយមិនច្រេះដោយប្រភេទដែកបងប្អូនទាំងអស់គ្នាអាចធ្វើការកម្មបានហើយនៅក្នុងសេតនេះគឺមានកន្លែងដាក់ជ្រុញនិងកន្លែងដាក់ស្លាបព្រាចង្កឹះទៀតបងប្អូនទាំងអស់គ្នាគម្រោងចាំយូរណាបើសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តអាចធ្វើការទម្លាក់លេខទូរស័ព្ទនិងទីតាំងឥឡូវនេះខាងបងប្អូននឹងធ្វើការដឹកជញ្ជូនជូនបងប្អូនទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នា